សូមជូនរឿងស្នេហ៍ពិតមិនគិតមានក្រភាគទី4សម្រេចចិត្តដ៏លំបាកការរស់នៅរបស់សុភ័ក្រនិងវីរៈកាន់តែមានសម្ពាធទោះបីសុភ័ក្រនិយាយថានាងជឿជាក់លើវីរៈក៏ដោយប៉ុន្តែការគិតច្រើននិងការប្រកែកនៃគ្រួសារនាងធ្វើឲ្យទំនាក់ទំនងរវាងពួកគេកាន់តែតានតឹងវីរៈសម្រេចចិត្តលែងជួបសុភ័ក្រវីរៈស្គាល់ស្ថានភាពលំបាកដែលសុភ័ក្រកំពុងប្រឈមគាត់ក៏ស្គាល់នាងច្បាស់ណាស់ថានាងស្រឡាញ់គ្រួសារនាងខ្លាំងណាស់បើបន្តទំនាក់ទំនងនេះវាអាចនឹងធ្វើឲ្យនាងបែកបាក់ជាមួយម្ដាយយប់នោះវីរៈសម្រេចចិត្តផ្ញើសារមួយទៅសុភ័ក្រវីរៈសុភ័ក្របងគិតថាប្រហែលជាពួកយើងគួរតែឈប់ជួបគ្នាហើយបងមិនចង់ឲ្យអូនមានបញ្ហាជាមួយគ្រួសារទេបងស្រឡាញ់អូនប៉ុន្តែបងមិនអាចជាមនុស្សដែលអាចផ្ដល់អនាគតល្អឲ្យអូនបានទេឲ្យបងសុំទោសណាសុភ័ក្រភ្ញាក់ផ្អើលនិងអស់សង្ឃឹមពេលឃើញសាររបស់វីរៈទឹកភ្នែករបស់នាងស្រក់ចុះទឹកភ្លាមសុភ័ក្របងវីរៈអូនមិនអាចទទួលការសម្រេចចិត្តនេះបានទេអូនស្រឡាញ់បងនឹងចាកចេញពីអូនចឹងឬវីរៈសុំទោសបងគ្មានជំរើសទេអូនគួរតែរកមនុស្សដែលអាចផ្ដល់អ្វីល្អឲ្យអូនសុភ័ក្រកំពុងបាត់បង់អ្នកដែលនាងស្រឡាញ់តើនាងនឹងអនុញ្ញាតឲ្យវីរៈចាកចេញបែបនេះទេការប្រកួតចិត្តរវាងសុភ័ក្រនិងម្ដាយបន្ទាប់ពីបានទទួលសាររបស់វីរៈសុភ័ក្រសម្រេចចិត្តទៅជែកជាមួយម្ដាយនាងវិញនាងមិនអាចបោះបង់ស្នេហានេះបានទេសុភ័ក្រម៉ាក់ខ្ញុំស្រឡាញ់វីរៈហេតុអ្វីម៉ាក់មិនអាចទទួលយកគាត់បានម្ដាយកូនលែងចាប់អារម្មណ៍អនាគតរបស់ខ្លួនមែនទេតើកូនគិតថាអ្នកក្រីក្រម្នាក់អាចផ្ដល់អ្វីឲ្យកូនបានសុភ័ក្រគាត់មានចិត្តល្អមានការខិតខំម៉ាក់ជឿថាកូនអាចរស់នៅត្រឹមការរកសុភមង្គលដោយមានប្រាក់នេះមែនទេម្ដាយកូនមិនយល់ទេពេលអនាគតមកដល់កូននឹងសោកស្ដាយម្ដាយសុភ័ក្រមិនបានយល់ព្រមតាមសំណើរបស់កូនគាត់ទេគាត់យល់ថាសុភ័ក្រស្រឡាញ់វីរៈប៉ុន្តែអនាគតនាងមិនអាចអនុញ្ញាតឲ្យកូនស្រីចាប់អារម្មណ៍លើបុរសក្រីក្រនោះទេសុភ័ក្រសម្រេចចិត្តបន្តដំណើររកវីរៈបន្ទាប់ពីជែកជាមួយម្ដាយសុភ័ក្រមិនអាចទប់ចិត្តបានទេនាងសម្រេចចិត្តទៅរកវីរៈនាងទៅរកគាត់នៅហាងលក់សម្លៀកបំពាក់ដែលគាត់ធ្វើការជារៀងរាល់ថ្ងៃហាងសម្លៀកបំពាក់វីរៈភ្ញាក់ផ្អើលសុភ័ក្រអូនមកធ្វើអីនៅទីនេះសុភ័ក្របងវីរៈបងគួរតែស្គាល់អូនច្បាស់អូនមិនងាយបោះបង់បងទេវីរៈប៉ុន្តែអូនម៉ាក់អូនមិនអាចទទួលយកបងបានទេបងមិនចង់ឲ្យអូនបែកបាក់ជាមួយគ្រួសារឡើយសុភ័ក្របងគិតថាអូនអាចរស់នៅដោយគ្មានបងមែនទេវីរៈស្ទើរតែមិនអាចទប់អារម្មណ៍បានទេគាត់កំពុងគិតថាតើគួរបន្តទំនាក់ទំនងនេះឬចាកចេញតើវីរៈនឹងសម្រេចចិត្តបែបណាតើសុភ័ក្រអាចធ្វើឲ្យម្ដាយនាងយល់ព្រមទទួលយកស្នេហានេះបានទេសូមតាមដានភាគទី5ដែលជាភាគបន្តសូមអរគុណ